សនៈរបស់អ្នកប្រាជ្ញនិងបុគ្គលជោគជ័យល្បីៗលើពិភពលោកអំពីការបង្កើតលុយមិនមែនផ្ដោតលើការធ្វើការធ្ងន់ដើម្បីដូរយកលុយនោះទេប៉ុន្តែពួកគេផ្ដោតលើផ្នត់គំនិតការបង្កើតតម្លៃនិងការប្រើប្រាស់ប្រព័ន្ធខាងក្រោមនេះជាទស្សនៈងាយៗនិងចាក់ដោតបំផុតរបស់អ្នកប្រាជ្ញហិរញ្ញវត្ថុ 1. លុយរត់តាមតម្លៃមិនមែនរត់តាមកម្លាំងបាយទេកុំរត់តាមលុយប៉ុន្តែត្រូវធ្វើខ្លួនឲ្យមានតម្លៃទើបលុយរត់តាមអ្នកវិញទស្សនៈទូទៅរបស់អ្នកប្រាជ្ញអប់រំហិរញ្ញវត្ថុប្រាក់ចំណូលរបស់អ្នកមិនមែនអាស្រ័យលើការដែលអ្នកធ្វើហត់នឿយនោះប៉ុន្មានម៉ោងនោះទេប៉ុន្តែអាស្រ័យលើទំហំនៃបញ្ហាដែលអ្នកអាចដោះស្រាយឲ្យគេបានបើអ្នកចង់បានលុយច្រើនត្រូវបង្កើតជំនាញឬដំណោះស្រាយដែលជួយមនុស្សបានកាន់តែច្រើន 2. ច្បាប់បង្កើតប្រភពចំណូលសកម្មនិងអសកម្មបើអ្នកមិនអាចរកវិធីរកលុយក្នុងពេលដែលអ្នកកំពុងគេងលក់បានទេអ្នកនឹងត្រូវធ្វើការរហូតដល់ថ្ងៃស្លាប់កំពូលអ្នកវិនិយោគកូនកាត់អាមេរិកបានពន្យល់ថាការបង្កើតលុយពិតប្រាកដគឺការបង្កើតប្រព័ន្ធឬទ្រព្យសកម្មដូចជាការវិនិយោគភាគហ៊ុនអចលនទ្រព្យឬអាជីវកម្មដែលអាចបង្កើតលុយឲ្យយើងបានទោះបីជាយើងមិនអាចនៅធ្វើការផ្ទាល់ក៏ដោយការពឹងផ្អែកលើប្រាក់ខែតែមួយមុខគឺមិនទាន់អាចបង្កើតភាពមានបាននោះឡើយ 3. ការគ្រប់គ្រងនិងការរក្សាទុកសំខាន់ជាងការរកវាមិនសំខាន់ទេថាអ្នករកលុយបានច្រើនប៉ុណ្ណាអ្វីដែលសំខាន់តើអ្នកសល់លុយបានច្រើនប៉ុណ្ណានិងធ្វើឲ្យលុយនោះកើនឡើងដោយរបៀបណាអ្នកនិពន្ធសៀវភៅឪពុកអ្នកមានបង្រៀនកូនប្រុសការពន្យល់មនុស្សជាច្រើនយល់ច្រឡំថាការបង្កើតលុយគឺសំដៅលើការរកចំណូលឲ្យបានកាន់តែច្រើនប៉ុន្តែអ្នកប្រាជ្ញហិរញ្ញវត្ថុយល់ថាការរកបាន$1000ចាយអស់$1000គឺស្មើនឹង0ហើយការបង្កើតលុយពិតប្រាកដចាប់ផ្ដើមចេញពីវិន័យនៃការសន្សំដើម្បីយកទៅវិនិយោគឲ្យលុយបង្កើតលុយ 4. ផ្នត់គំនិតនៃការវិនិយោគលើចំណេះដឹងការវិនិយោគលើចំណេះដឹងតែងតែផ្ដល់នូវផលចំណេញការប្រាក់ខ្ពស់បំផុតការពន្យល់មុននឹងបង្កើតលុយបានត្រូវបង្កើតខួរក្បាលសិនការចំណាយលុយនិងពេលវេលាដើម្បីរៀនសូត្រជំនាញផ្នត់គំនិតនិងរបៀបចាត់ចែងលុយកាក់គឺជាគ្រឹះដ៏រឹងមាំបំផុតដែលគ្មាននរណាអាចលួចយកបានហើយវាជាម៉ាស៊ីនបង្កើតលុយដ៏ល្អបំផុតក្នុងជីវិត 5. លុយគ្រាន់តែជាឧបករណ៍មិនមែនជាម្ចាស់ជីវិតទេលុយជាអ្នកបម្រើដ៏ល្អប៉ុន្តែវាជាចៅហ្វាយនាយដ៏អាក្រក់បំផុតពន្យល់អ្នកប្រាជ្ញរំលឹកថាការបង្កើតលុយត្រូវធ្វើឡើងដោយភាពឆ្លាតវៃនិងសីលធម៌ត្រូវប្រើលុយជាឧបករណ៍ដើម្បីបង្កើតសេរីភាពសេចក្តីសុខនិងជួយសង្គមឲ្យជាតិបើកាលណាអ្នករត់តាមលុយដោយគ្មានគោលដៅអ្នកនឹងក្លាយជាទាសកររបស់លុយដោយបាត់បង់សេចក្តីសុខពិតប្រាកដសង្ខេបគំនិតរួមរបស់អ្នកប្រាជ្ញទាំងអស់គឺរកលុយដោយវៃឆ្លាតប្រើប្រព័ន្ធនិងតម្លៃសន្សំដោយមានវិន័យនិងវិនិយោគដោយមានចំណេះដឹងទស្សនៈរបស់អ្នកប្រាជ្ញនិងបុគ្គលជោគជ័យល្បីៗលើពិភពលោកការគ្រប់គ្រងលុយឲ្យមានប្រយោជន៍និងមានប្រសិទ្ធភាពខ្ពស់មិនមែនជាការខំត្បិតត្បៀតមិនហ៊ានចាយនោះទេប៉ុន្តែវាជាការចាត់ចែងលុយឲ្យទៅបម្រើគោលដៅជីវិតរបស់អ្នកដើម្បីឲ្យលុយរាល់រៀលរាល់ដុល្លារដែលអ្នករកបានមកបង្កើតផលប្រយោជន៍ធំបំផុតសម្រាប់ខ្លួនឯងនិងគ្រួសារចូលអនុវត្តតាមវិធីសាស្ត្រគន្លឹះទាំង5ខាងក្រោម 1. បែងចែកលុយតាមកញ្ចប់គោលដៅច្បាប់50 30 និង 20កុំទុកលុយទាំងអស់នៅលោកឡំគ្នាក្នុងគណនីតែមួយគួរបែងចែកវាដាច់ដោយឡែកភ្លាមពេលទទួលបានចំណូល50សម្រាប់រស់នៅតម្រូវការចាំបាច់ថ្លៃផ្ទះម្ហូបអាហារទឹកភ្លើងសាលារៀនកូននិងបំណុលលុយយកកញ្ចប់នេះធ្វើឲ្យជីវិតរស់នៅមានស្ថិរភាព20% សម្រាប់អនាគតសន្សំនិងវិនិយោគជាកញ្ចប់សំខាន់បំផុតដែលបង្កើតប្រយោជន៍ទៅថ្ងៃមុខត្រូវដកកញ្ចប់នេះចេញមុនគេបង្អស់
0%សម្រាប់ក្តីសុខបច្ចុប្បន្នការចងចាំទិញខោអាវដើរលេងញ៉ាំអីឆ្ងាញ់ជាមួយមិត្តភ័ក្តិការមានកញ្ចប់នេះជួយឲ្យអ្នកមានកម្លាំងចិត្តធ្វើការនិងមិនមានអារម្មណ៍ថាតានតឹងពេក 2. បង្កើតកញ្ចប់លុយបំរុងអាសន្នលុយដែលមានប្រយោជន៍បំផុតគឺលុយដែលជួយសង្គ្រោះយើងចំពេលមានអាសន្នឈឺថ្កាត់ឡានខូចឬបាត់បង់ការងារដោយមិនចាំបាច់ទៅចងការប្រាក់ឬខ្ចីលុយបលគេត្រូវសន្សំលុយទុកក្នុងកញ្ចប់នេះឲ្យបានស្មើនឹងចំណាយប្រចាំខែរបស់អ្នកពី3ទៅ6ខែហើយរក្សាទុកក្នុងគណនីធនាគារដែលងាយដកភ្លាមវិនិយោគលើចំណេះដឹងនិងសុខភាពផលចំណេញខ្ពស់បំផុតការយកលុយទៅទិញរបស់របរប្រើប្រាស់វានឹងធ្លាក់ថ្លៃទៅប៉ុន្តែការយកលុយទៅវិនិយោគពីចំណុចនេះនឹងបង្កើតផលប្រយោជន៍ត្រឡប់មកវិញរាប់សិបដងសុខភាពទិញអាហារល្អៗញ៉ាំពិនិត្យសុខភាពប្រចាំឆ្នាំឬទិញធានារ៉ាប់រងសុខភាពការការពារគឺចំណាយអស់តិចជាងការព្យាបាលចំណេះដឹងទិញសៀវភៅអានចូលរៀនវគ្គសិក្សាខ្លីៗឬរៀនជំនាញថ្មីៗកាលណាអ្នកមានចំណេះដឹងកាន់តែខ្ពស់ឱកាសបង្កើតលុយរបស់អ្នកក៏កាន់តែធំ 4. ធ្វើឲ្យលុយបង្កើតលុយការទុកលុយឲ្យដេកស្ងៀមក្នុងកាបូបឬគណនីធម្មតានឹងធ្វើឲ្យលុយចុះថោកដោយអតិផរណាត្រូវយកលុយសន្សំមួយចំណែកទៅដាក់ក្នុងគណនីសន្សំមានគោលកំណត់ដើម្បីបានការប្រាក់ខ្ពស់យកមកទិញវិនិយោគលើអាជីវកម្មភាគហ៊ុននិងអចលនទ្រព្យបើសិនជាអ្នកមានចំណេះដឹងច្បាស់លាស់ដើម្បីឲ្យលុយនោះកើនឡើងដោយស្វ័យប្រវត្តិ 5. ប្រើប្រាស់លុយដើម្បីទិញពេលវេលានិងសេចក្តីសុខអ្នកប្រាជ្ញហិរញ្ញវត្ថុតែងនិយាយថាលុយមានតម្លៃនៅពេលវាដូរបានពេលវេលានិងសេរីភាពបើសិនជាការចំណាយលុយលើសេវាកម្មណាមួយដូចជាជួលគេបោសសម្អាតផ្ទះឬទិញឧបករណ៍វៃឆ្លាតជួយសម្រាលការងារអាចជួយឲ្យអ្នកសល់ពេលទៅសម្រាកឬទៅរកបានច្រើនជាងមុននោះការចំណាយនោះគឺជាការចំណាយដែលមានប្រយោជន៍បំផុតឃ្លាដាស់តឿនមនុស្សទន់ជ្រាយចាយលុយដើម្បីបង្អួតអ្នកដទៃប៉ុន្តែមនុស្សឆ្លាតវៃប្រើប្រាស់លុយដើម្បីទិញសេរីភាពនិងបង្កើតអនាគតដ៏រឹងមាំសម្រាប់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ការដាក់វិន័យលើខ្លួនឯងរឿងលុយកាក់មិនមែនជាការបង្អត់អាហារឬរស់នៅទាំងលំបាកវេទនានោះទេប៉ុន្តែវាគឺជាការគ្រប់គ្រងចិត្តមិនឲ្យចាញ់បោកអារម្មណ៍ចង់បានមួយឆាវដើម្បីសេចក្តីសុខវែងឆ្ងាយបើអ្នកចង់កែប្រែទម្លាប់ចាស់ហើយងាកមកដាក់វិន័យខ្លួនឯងឲ្យមានប្រសិទ្ធភាពចូលអនុវត្តយុទ្ធសាស្ត្រដែកទាំង5នេះ 1. ប្រើច្បាប់កាត់លុយសន្សំភ្លាមពេលលុយចូលកុំទុកចិត្តលើកម្លាំងចិត្តរបស់ខ្លួនឯងព្រោះកាលណាយើងលុយចូលក្នុងដៃច្រើនចិត្តវានឹងរកនឹកឃើញរឿងចាយភ្លាមវិន័យដែកនៅថ្ងៃដែលដកប្រាក់ខែឬចំណូលចូលភ្លាមត្រូវដក 20% ផ្ទេរទៅគណនីសន្សំដាច់ដោយឡែកភ្លាមល្បិចបង្ខំចិត្តគណនីសន្សំនោះដាច់ខាតមិនត្រូវបង្កើតអេបលើទូរស័ព្ទឬមានកាត ATM ឡើយដើម្បីឲ្យពិបាកដកនៅសល់លុយប៉ុន្មានក្នុងគណនីចាយវាយទើបអនុញ្ញាតឲ្យខ្លួនឯងចាយការឃើញលុយសល់តិចនិងបង្ខំឲ្យខួរក្បាលរបស់អ្នកបើករបៀបត្បិតត្បៀតដោយស្វ័យប្រវត្តិ 2. កំណត់ថវិកាប្រចាំថ្ងៃហើយដាច់ខាតមិនពង្រាយខ្ទង់យកលុយសម្រាប់ចាយប្រចាំខែក្រោយដកលុយសន្សំនិងថ្លៃបន្ទប់ទឹកភ្លើងរួចមកចែកទាំង30ថ្ងៃឧទាហរណ៍បើចែកទៅឃើញថាមួយថ្ងៃអាចចាយបាន 40,000 រៀលឬ$10គឺត្រូវកំណត់ថាចាយយ៉ាងណាឲ្យស្ថិតក្នុងរង្វង់នេះបើថ្ងៃនេះអ្នកជ្រុលដៃចាយអស់ 60,000 ថ្ងៃស្អែកអ្នកត្រូវបង្អត់ខ្លួនឯងចាយឲ្យអស់តែ 20,000 រៀលដើម្បីប៉ះប៉ូវបង្កើតរបាំងពន្យាចិត្តមុននឹងទិញសម័យនេះគេបង្កើតប្រព័ន្ធ scan លុយ QR code ងាយស្រួលពេកទើបធ្វើឲ្យយើងចាយលុយងាយដូចហែកសៀវភៅចោលចូលដកភាពងាយស្រួលនេះចេញលុយលុបព័ត៌មានកាត
កុំសេវលេខកាតឬគណនីវេលុយក្នុងអេបទិញអនឡាញឬអេបកំងម្ហូបត្បិតដកដង្ហើម72ម៉ោងឃើញរបស់ចង់បានខ្លាំងមិនមែនជាតម្រូវការចាំបាច់ត្រូវបង្ខំចិត្តទុកចោល3ថ្ងៃសិនបើឆ្លងផុត3ថ្ងៃហើយនៅតែមានអារម្មណ៍ថាត្រូវការវាចាំបាច់ចាំទិញជឿចោះថា 80% អ្នកនឹងលេងចង់បានវាហើយ 4. ផ្ដាច់ទម្លាប់មើលដើម្បីផ្ដាច់សេចក្តីប្រាថ្នាមនុស្សយើងមិនងាយចង់បានរបស់ដែលខ្លួនមិនដែលឃើញនោះទេការដែលអ្នកចំណាយលុយខុសខ្ទង់ភាគច្រើនមកពីការអូសទូរស័ព្ទមើលគេតាយលក់ឬមើលគេបង្ហាញរបស់ថ្មីវិន័យដែកចុច unfollow mood ឬ block page លក់ខោអាវគ្រឿងសម្អាងទូរស័ព្ទឬរបស់របរដែលជាចំណុចខ្សោយរបស់អ្នកបើភ្នែកមិនឃើញចិត្តក៏មិនរំភើបលុយក៏មិនហូរចេញដែរ 5. ធ្វើកិច្ចសន្យានិងពិន័យខ្លួនឯងកត់ត្រារាល់ការចំណាយប្រចាំថ្ងៃចុងសប្តាហ៍ត្រូវមកផ្ទៀងផ្ទាត់មើលបើឃើញថាខ្លួនឯងចាយវាធ្លាយខុសខ្ទង់លើរបស់អត់ប្រយោជន៍ត្រូវមានវិធានការដោះខាត់វិន័យបើសប្តាហ៍នេះខ្ញុំចាយលើសខ្ទង់$20សប្តាហ៍ក្រោយខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងញ៉ាំកាហ្វេ brand ឬញ៉ាំសាច់អាំងចុងសប្តាហ៍ដាច់ខាតការដាស់ស្មារតីការដាក់វិន័យលើខ្លួនឯងគឺវាមានភាពឈឺចាប់និងទាស់ចិត្តនៅពេលដំបូងប៉ុន្តែវាជាការឈឺចាប់រយៈពេលខ្លីចំណែកឯការរស់នៅដោយគ្មានវិន័យគ្មានលុយសន្សំវានឹងផ្ដល់ការឈឺចាប់និងភាពតានតឹងចិត្តអស់មួយជីវិតចូលចាប់ផ្ដើមអនុវត្តច្បាប់កាត់លុយសន្សំមុនគេនៅខែនេះភ្លាមដើម្បីជាជំហានដំបូងនៃវិន័យដែករបស់អ្នកផ្អែកលើការពិភាក្សាកន្លងមកនេះកំណត់ចំណាំសំខាន់និងខ្លីខ្លឹមដែលអ្នកអាចរក្សាទុកឬកត់ចូលសៀវភៅដើម្បីរំលឹកស្មារតី